nhóm miên headline mỗi thay thò mỗi nhầm xua thật ta head ấy còn là interim coach mỗi chuyện này về đó bấm ngày ta vì chỉ ca thư ca bật bật cắt rồi có chia ca thư ca mỗi miền phản cả để nhóm kết á còn là interim coach mỗi head ấy thử chùm này về bấm ngày hai bài chạy mình đại đầu viên social nâng lộ khe rồi nhóm ban vậy nông show mua gì mua đờ rong đái được chỉ like lên nhà like ấy chỉ menu nó cái gì thế bảo sân chỉ khai mẹ cái menu quật thiên chùm này lôi tinh cả là có quật miên hai chữ ta đầm bay đầm đảo bật trên pin của má này rồi bật trên vô thao phò pro khả năng pin năng dân khơi lục amarin cứ khoa ta của mán crop tê cứ vâng rồi còn tay trong cõi quật ban mình ban phường năng hay quật miên hưởng môi đại nước smart mình đó nhóm ai như vậy thì ha sấp vì phai nè cá rồi mình miên phai nè cá nông ca mình chọc tôi là tí lục rô biển amarin còn tay pk láng rương rồi bon lục sa bia lòn số trong mơ khơi tha pi nẹt năng cứ sơ khóc như thế miên ca lục đầyอย่าง ខ្លាំង ពី president ឬក៏ CEO របស់ club មួយដូចលោក Xabi Alonso មានការបញ្ជាក់ពីម៉ាកាមកគាត់ថាមានការឲ្យបញ្ចប់ទូនាទីក្រុមការងារបុគ្គលិកគ្រូបង្វឹករបស់ Xabi Alonso ហើយជំនួសឲ្យអ្នកផ្សេងលោក Alonso ថាមិនអាចប៉ះទេបើប៉ះនឹងប៉ះចំបន្ទាត់ក្រហមហើយក្លឹបក៏តបទៅវិញថាបើសិនជាបន្ទាត់ក្រហមគឺដកចោលទាំងអស់បាទអាហ្នឹងជាតាណាគេចង់ដកគាត់ទេត្រូវបាទអញ្ចឹងយើងមើលមកលោកអាមេរិនវិញតើគំនាបលោកអាមេរិនប៉ុន្មានខែហើយតែគាត់លាក់តែគាត់ផ្ទុះថ្ងៃមុនហ្នឹងវាមានរឿងជាយូរហើយអញ្ចឹងខ្ញុំត្រឡប់ទៅវិញដូចលោកសូខ្យាអញ្ចឹងគាត់ទាប្រាក់ខែប៉ុន្មានមួយខែប៉ុន្មាន1លានណាបាទប្រហែលអញ្ចឹងណាក៏ចប់ហើយគាត់យកក្រុមការងារគាត់មកទៀតហើយចប់ UEFA Champions League បើសិនជាមានដូចនិយាយអញ្ចឹងមានកៅអី Champions League គាត់មាន bonus ហើយអាចនឹងមានលក្ខខណ្ឌយកគាត់ជាអចិន្ត្រៃយ៍អាហ្នឹងមួយអាហ្នឹងគេ plan របស់សូខ្យាហើយតែសូខ្យាមាន plan ហេតុអីថ្នាក់ដឹកនាំអត់ទទួលយក plan ហ្នឹងខ្ញុំសូមច្រានចោលខ្ញុំមិនចាំខ្ញុំមិនបដិសេធជាមួយបងថាតើមកពេលនេះ Man U អាចយកគ្រូរំដាប់ A professional បានអត់យកបានគាត់អាចយកអ្នកណាក៏បានដែរនេះពេលនេះគាត់អាចទិញយកលោក Glasner ក៏បានដែរទិញយកលោក Areola ក៏បានដែរគឺសល់តែអត់ដល់មកដល់ការលេអញ្ចឹងអ្នកគិតចេះឲ្យ Michael Carrick ដឹកនាំសិនទៅ Man U កំពុងចរចាហៅ Grade A ដើម្បីធ្វើ statement ដើម្បីធ្វើអា proposal តចាគ្នាហ្នឹងវាជាទស្សនៈរបស់ខ្ញុំដែរខ្ញុំគិតថាបើគាត់ព្រមយកឥឡូវខាត់អីគាត់មិនយកព្រោះគាត់ពិតជាមិនទទួលយកសំណើឬ project របស់គេទៀតទេគាត់ចង់ធ្វើជាស្ដាច់ខ្លួនឯងតែម្ដងលោក Jason Wyckoff និងលោក Oma ហេតុអីគាត់យក Carrick គេបញ្ជាក់ណាគេថា Carrick អត់មានសំណើអីច្រើនទេ Carrick ក៏មិនមានក្រុមការងារដែលមកជាកញ្ចប់ដែរ Carrick ធ្វើការជាមួយនឹងក្រុមការងារដែលបច្ចុប្បន្នអញ្ចឹងនៅពេលដែលយើងដូចខ្ញុំតាក់ទងឲ្យយើងបម្រើផលប្រយោជន៍ឲ្យគេក៏ជួយយើងក្នុងលក្ខខណ្ឌឬកម្រិតណាមួយដែរខ្ញុំមើលទំនោរទៅនេះ Carrick អាចនឹងជាអចិន្ត្រៃយ៍បើខ្ញុំមើលទៅ Carrick បើនិយាយពីបទពិសោធន៍គាត់ស្ទើរប៉ុន្តែបើខ្ញុំមើលលើអាគេហៅភាពជាកីឡាកររបស់គាត់ជាខ្សែបម្រើខ្លាតគេហៅថាគាត់ខ្សែបម្រើដែលមានដែលប្រើខួរក្បាលបាទអញ្ចឹងគាត់ដឹងចំណុចស្លាប់រស់គឺនៅកន្លែងរបស់គាត់ឈរហ្នឹងហើយគាត់អាចជាបង្រួមតំបន់កណ្ដាលបាទនេះវាជាការគិតវិជ្ជមានរបស់ខ្ញុំទេដើម្បីលើកទឹកចិត្តណាដូចនិយាយចឹងគ្រូណាមកអត់សំខាន់ទេបច្ចុប្បន្ននេះសំខាន់តើថ្នាក់ដឹកនាំនេះគាត់គ្រប់គ្រងនិង support project របស់គ្រូមួយអត់អញ្ចឹងឥឡូវឡើងមាន manager អីគេហៅថា head coach បាទអញ្ចឹង head coach គឺស្ដាប់ទាំងស្រុងទៅលើលោក Jason Wyckoff ដែលជា tactical director អញ្ចឹងបើសិនជាលោក Jason Wyckoff ចង់ជួយឬក៏ចង់គេហៅថាអីគេហៅថាកូនក្រៅខោគាត់ចង់ជួយ Carrick ឲ្យនៅអចិន្ត្រៃយ៍គាត់អត់ពិបាកក្នុងការជួយតែចាយលុយបាទការចាយលុយការជួយ support ការមិនប្រើឧស្សាហកម្មមានផ្សាយឬក៏អីគាត់ជួយបាន Carrick បាន top 4ច្បាស់ណាស់ Carrick នឹងហើយច្បាស់ណាស់អ្នកគាត់ពួកគាត់មិននិយាយអ្នកគ្រប់គ្រងនឹងនិយាយថាទុកគាត់ទៅច្បាស់ណាស់ account ហ្នឹងគេនឹងបញ្ឆោតឲ្យអ្នកគ្រប់គ្រងដល់ប្រកួតយើងអាចមើលដឹងហើយបើដល់ប្រកួត Michael Carrick គាត់ដឹកនាំ Man U បានទទួលជោគជ័យសារព័ត៌មាននឹងរុញពីក្រោយហើយរុញពីក្រោយហើយអញ្ចឹងនៅពេលដែលខាងក្រុមប្រឹក្សាភិបាល Man U
គាត់ទទួលបានអាសំណើពីការចូលទៀតគេមានសម្លេងប្រជាពលរដ្ឋហ្នឹងឯងថែមយកដើម្បីដូចអូឡេអញ្ចឹងវាដើរតាមក្បាច់របស់អូឡេទៀតបាទវាជាដានចាស់ដែលយើងមើលឲ្យសួរថាតើកើតចេញពីណាMMO លោក Jason Record មកនេះរុញពឹបទៅ Fabrizio រុញពឹបទៅលោក David Austin ប៉ាប់អូឡប៉ាប់ឥឡូវឲ្យទៅla count ហ្នឹងមកកដាទៀតអញជួយប្រកួតសំខាន់ប្រកួតណាសំខាន់ជួយផ្លូវក្នុងឲ្យស្មើឬក៏ឈ្នះអញ្ចឹងក្រៅពីហ្នឹងត្រូវប្រើសមត្ថភាពខ្លួនឯងអញ្ចឹងយើងគិតថាសល់ប្រមាណប្រកួត Man U ត្រូវការប្រមាណប្រកួតដើម្បីឈរនៅលេខ5លេខ4គេគិតហើយបាទគេគិតហើយព្រោះគេគុណគូនៅលើអាតារាងប្រកួតរបស់គេដែលនៅសល់អាហ្នឹងវាជាការគិតមួយអញ្ចឹងអានេះខ្ញុំនិយាយពីផលដែលលោក Carrick មកផលដែលខ្ញុំនិយាយថា7ថ្ងៃចំណាយពេលរើសថ្ងៃហ្នឹងអាណោថា here we go ប៉ុន្តែមិនទាន់ជាមានចេញរបាយការណ៍ទេរបាយការណ៍ official ពី club ទេសុំ24ម៉ោងទៀតហើយគាត់ប្រកាសជាពងតែនៅហើយ Carrington ឬក៏នៅហើយប៉ុន្តែគាត់អត់ទាន់ចូលវឹកហាត់ទេក៏យើងមិនដឹងដែរស្អែកថ្ងៃប្រហោះគាត់មានពេល3ថ្ងៃដើម្បីវឹកហាត់ជាមួយនឹង Man U ត្រៀមប៉ះជាមួយនឹង Man City តើយកគាត់មកធ្វើអីដែលចំណាយពេល7ថ្ងៃនេះខ្ញុំពងអត់យល់នេះហើយត្រៀមប៉ះ Man City ប្រមូលកន្លះកមកប៉ះ Man City ថ្ងៃសៅរ៍នេះម៉ោង7កន្លះយប់ទៀតវាល្អវាល្អមែនតើអញ្ចឹងខ្ញុំថាភាពវិជ្ជមានរបស់ Carrick មិញខ្ញុំនិយាយពីមិនមែនអវិជ្ជមានទេប៉ុន្តែនិយាយពីផលលំបាកនឹង Carrick មក Carrick ដូចជាភាពវិជ្ជមាន Carrick បានឆ្លងកាត់ក្រោមគ្រូដែលច្រើន Sir Alex Ferguson Luis van Gaal David Moyes ចុងក្រោយគាត់នៅជាមួយនឹង Jose Mourinho មកក៏គាត់ចូលនិវត្តន៍ហើយគាត់ដូចធ្វើការចុងក្រោយបើនិយាយទៅ Carrick ចុងក្រោយនៅមួយអូឡេបាទជាមួយខ្ញុំនិយាយពីកីឡាករដែលគាត់នៅជាមួយនឹង Luis van Gaal ក៏គាត់ចូលនិវត្តន៍ហើយ Jose មកគាត់ធ្វើការជាមួយ Jose គាត់មានរៀនពី Jose ហើយក៏ Jose ក៏ធ្លាប់និយាយថាបើសិនជា Carrick ចង់ធ្វើគ្រូគាត់ធ្វើបានខ្លាចតែគាត់ជំទាស់ទេបន្ទាប់មកគាត់ធ្វើការជាមួយនឹង Ole ហើយ Ole គេបញ្ចប់ទូនាទីគាត់ធ្វើការ taker បាន3ប្រកួតហើយក៏លោក Ralph ក៏ទៅសារទៅតែគាត់ចង់ទុក Carrick ប៉ុន្តែ Carrick គាត់សម្រេចចិត្តថាចាក់ចេញពី Man U ដោយសារមិត្តចាស់គាត់ក៏ចាក់ចេញដែរអញ្ចឹងខ្ញុំនិយាយពីបទពិសោធន៍របស់គាត់អាចថាល្អជាង Ole ដោយសារគាត់នៅជាមួយនឹងមនុស្សប្រកែទេអាហ្នឹងយើងនិយាយវិជ្ជមានរបស់គាត់ណាប៉ុន្តែការទៅដឹកនាំមកគាត់ដូចជា Middle Bros នេះក៏ឃើញឡើងហើយក៏បាត់វិញដូចរងនិយាយថាឡើងមកលេខ2ដោយសារមិនមានគាត់ហ្នឹងហើយបាទអាហ្នឹងខ្ញុំនិយាយពី Carrick សរុបមកវិញខ្ញុំថា Carrick នេះបើសិនជាកញ្ចប់ឬក៏ជាផែនការរបស់លោក Jason Wilcock អូម៉ាគេនឹងសេរីគាត់ឲ្យដឹកនាំពេញសិទ្ធពួកគេចំណាយពេល7ថ្ងៃយូរណាស់គិតគូរអត់អន់ណាកន្លែងហ្នឹងយើងវាដឹងដូចគ្នាយើងត្រឹមតែស្មានពីច្រវាក់ទេខ្ញុំស្មានបើចូល flow លេងឈ្នះរហូតអាហ្នឹងអាចចូលក្បាច់សម្លេងជារដ្ឋបាទរបស់អូឡេតែបើគាត់ដឹកនាំអត់បានទទួលជោគជ័យអាហ្នឹង Man U ដឹងតែមានផែនការបន្តទៀតហើយគឺស្វែងរកអ្នកដឹកនាំណាក្រោយចប់ការប្រកួតនេះតែ Man U ឆ្នាំនេះបើ Man U នៅតែអត់មានហៅថាក្បាច់ក្រោយខ្នងអីខ្លះទេនៅតែព្យាយាមឲ្យការប្រកួតមើលទៅវាមិនសមរម្យ sponsor ខាតកាន់តែច្រើនពីព្រោះគាត់តែឆ្នាំនេះខាតប្រកួតបាត់ហើយខាត sponsor ទៀតហើយអត់បានលេង user អញ្ចឹងបើឆ្នាំក្រោយនៅតែបន្តទៀត Man U នៅតែអាចនឹងជួបវិបត្តិហិរញ្ញវត្ថុបាត់ហើយពីសរុបព័ត៌មាន7ថ្ងៃនេះយើងគ្រាន់តែដឹងមូលហេតុដែលគេចែកផ្លូវគ្នាជាមួយនឹង Amarin លក្ខណៈប្រហើឬក៏យើងតាមព័ត៌មានដែលគេបង្ហាញណាបើន័យថាលោក Amarin ប៉ះបន្ទាត់ក្រហមគេប៉ុន្តែមុននឹងប៉ះបន្ទាត់ក្រហមពីហ្នឹងប៉ះគ្នារឿងអីក៏យើងអត់ដឹងដែរណាជាមួយនឹងលោក Jason ប៉ះគ្នារឿងទិញកីឡាករណាព្រោះអីគេ manager ប៉ុន្តែនោះ I am coach in hard លោក Jason Wilcock ហ្នឹងគាត់ថាគាត់អាចនឹងគាត់មានបេះដូងជាគ្រូបង្វឹកដែរស្ដាប់ interview មួយរបស់លោក Sir Jim Ratcliffe គាត់និយាយខ្លួនគាត់និយាយជាមួយនឹងលោក Gary Neville ឬក៏ជាមួយនឹងពិធីករ Sky Sport មួយគាត់ថាក្លឹបមួយជោគជ័យមិនមែន overnight ទេrebuild team មិនមែនចំណាយពេលគ្រាន់តែឯងគេងមួយយប់ស្អែកឡើង team ជោគជ័យទេគាត់បាននិយាយខ្លួនគាត់ដែរប៉ុន្តែចុងក្រោយបែរជាមកជួបរឿងជាមួយនឹងលោក Robin Amarin លោក Ratcliffe ជាអ្នកនៅពីក្រោយហើយអ្នកនិយាយផ្ទាល់ថាគាត់នៅពីក្រោយលោក Amarin ហើយការគ្រប់គ្រង project ហ្នឹង3ឆ្នាំឲ្យជោគជ័យចុងក្រោយមានរឿងនេះតើពីរអ្នកខាងក្រោមហ្នឹងជាអ្នកយ៉ាងម៉េចឬក៏ម៉េចដើរតួបែបណាតែគ្រាន់ថាសម្ដីរបស់លោក Ratcliffe គាត់បាននិយាយហើយក៏បញ្ជាក់ប្រាប់ Gary Neville ដែរគាត់ថា
men mà dục hay ai lang này chụp chơi bán ấy vừa con máu con mưa tăng vì ở hai thằng club phải cắt ấy từ thứ ấy ở nắng chia ở quay đây nhóm tục chất lừa lục sơ chiều nạc clip tao lắp từ lừa Robin Amarin bom ôn vô trở lòng tha Amarin mau đó mà chui vô piên này mẹ này Amarin mau không sầm nào project ní nhung ban khơi ghi là xe mỗi vì nè control đá hay có nè đài sờ lại Amarin hay chia nè phèn nó menu đấy cái thằng Amarin mau được bia không mình men máu đất nó mà vô phiền tiền vậy để qua thua ní cứ ban ha từ học sập bị rồi vậy rượu bia vị nây ở quay hay cái miền project bóc cái miền cùng rong bóc cái miền bóc cái ba lọ nè cái máu đi nhưng cái chuyện này pe phần tái trời ban bằng plan đói mà nuốt để nơi bị lỡ để miền ông nà xua tha bởi dương tự lập từ với ta lục Amarin có treo trao là dương tự lập từ mới lục sao bia làm sâu này bạn chợ bón đấy ngày nhá ta đôi khi pin cứ như mình ta quay sập bạc cái này chuột riêng còn việc bạc hải này còn tại dương ao thả riêng còn thôm chiêng riêng còn tranh cả một cột El Clasico ở đây chứ nè El Clasico thì nó cái vô sẽ tệ một vậy chẳng bạn chợ bón đi crew môi bị cha là nè thả ta tới những cái ao sật bập bẩn nè lục hồ cố vì ná để nhóm vậy để chia sporting director của Man City phải chợ bón nhé tôi chia một nơi môi để bậc cái vừa cái nứt lỗ nè cả quận nơi sporting có chập đầy cu này chỉ môi nè lục Robin Amarin á đằng scout đằng ấy cứ chia project room thơ ca tập pin nhận đăng cái trục chảy và từ đó mà nhu miền hồ từ đó bay 4 nẹt nơi kháng lớn lục Amarin mình trục chảy chúng ta rơ tia đây mình miền phiệp project tới cái đáy cứ mình đưa bậc cái bên này còn nơi mình bàn dù